បាទថ្ងៃនេះបងប្អូនមាន iPhone XS Max មួយគ្រឿងគឺបត់ខូចអេក្រង់គាត់ពេលខ្លះចេញអញ្ចឹងពេលខ្លះអត់បាទចេញផ្ទាំងសអញ្ចឹងមានតែវិធីដូរអេក្រង់ថ្មីយកមកកាប់ស្នាប់ទៅមុនក៏បានស្នាប់ធំក៏បានទីហ្នឹងអត់ប្រកាន់មុនក្រោយទេតែគាត់យើងប្រកាន់ថ្មចាំគាត់ក្រោយទៅអត់ចេញទៅតមកត្រង់ចាំទៅតាំងទីតែហ្នឹងគាត់ធ្វើគេណាចាប់អូបលើលើបានសម្រាប់ការធ្វើទេខ្ញុំមើលឃើញថាអេក្រង់ដើរស្រួលអត់មានបញ្ហាអីទេបាទបន្ទាប់ពីនេះយើងអាចយក opener ពីអេក្រង់ចាក់យកមកដាក់ទៅវិញគ្រឿងដែលយើងត្រូវយកពីក្រងចាស់មកមានតែ opener មួយគត់ដែលជាប់ជាមួយនឹង sensor scan មុខយកតែមកដុំប៉ុណ្ណេះមកយកមកដាក់ជាប់នៅលើក្រងថ្មីហើយដាក់ស្នាប់ទៅវិញជាការស្រេច